សូមជម្រាបសួរចាថ្ងៃនេះនាងខ្ញុំលេខការកងស្រីមុនចង់ចេញវីដេអូរបស់ជាមួយនឹងទូនាទីរបស់គ្រូបង្រៀនចាគ្រូបង្រៀនជាទូទៅគឺយើងមានទូនាទីសំខាន់ពីរចាដែលយើងមិនអាចកាត់ផ្តាច់បានទេចាទូនាទីសំខាន់ពីរនេះទី1គឺការបង្រៀនចាការបង្រៀនហើយទូនាទីមួយទៀតដែលសំខាន់គឺការអប់រំចាអញ្ចឹងទូគ្រូបង្រៀនមានទូនាទីបង្ហាត់បង្រៀនផងអប់រំផងចាបើសិនជាគ្រាន់តែបង្ហាត់បង្រៀនតាមមុខខ្ញុំគិតថាវាអត់គ្រប់គ្រាន់ទេហើយក៏មិនសូវជាពិបាកអ្នកណាក៏ថាអាចធ្វើបានណាគ្រាន់តែបង្ហាត់បង្រៀនគ្រាន់តែបង្ហាញសិស្សឲ្យឃើញថាឧទាហរណ៍នេះគេហៅលេខ1នេះគេហៅលេខ2លេខ3ឬក៏ឲ្យសិស្សយើងថាតាមចានេះអក្សរកចាកូនមើលអ្នកគ្រូទាំងអស់គ្នាណាកកង្កែបខខ្លាកកូនផ្សេងគ្រាន់តែបង្ហាញឲ្យគាត់ឃើញហើយគាត់មើលភាពហើយយើងបង្រៀនគាត់ឲ្យគាត់ថាតាមអាហ្នឹងគឺជាការបង្ហាត់បង្រៀននៅសាលាដែលយើងតែងតែប្រកាន់ខ្ជាប់ចាបង្រៀនសិស្សយើងឲ្យស្គាល់រូបភាពផ្សេងតាំងពីចាសពជញ្ជាក់ស្រាប់គ្រប់រូបភាពទាំងអស់គឺយើងកើតចេញពីការបង្ហាត់បង្រៀនចាហើយក្នុងការបង្ហាត់បង្រៀនមានបង្ហាត់មានបង្ហាញអីផ្សេងជាច្រើនទៀតប៉ុន្តែអ្វីដែលសំខាន់ជាងការបង្ហាត់បង្រៀនទៀតគឺការអប់រំចាព្រោះបើសិនជាយើងគ្រាន់តែបង្រៀនគាត់ឲ្យស្គាល់ចានៅអក្សរជញ្ជាក់លេខសាក់ឬក៏អីផ្សេងជាមួយខ្លួនតែប៉ុណ្ណឹងអត់អីទេខ្លះប្រហែលទេបានន័យថាអ្វីដែលពិបាកនោះគឺការអប់រំចាតាំងពីផ្លូវចិត្តចាអប់រំតាំងពីអរិយាបថលេងដើរឈរអង្គុយអប់រំតាំងពីសិលធម៌វិជ្ជាជីវៈសុជីវធម៌គុណធម៌ចារៀនបន្តគំនិតគាត់ចេះនៅដោយភាពថ្លៃថ្នូរចាឲ្យមានជាក្មេងដែលគាត់មានគុណភាពចាហើយអប់រំគាត់ឲ្យគាត់ខ្លាយទៅជាមនុស្សល្អចាជាក្មេងល្អជាកូនល្អសិស្សល្អមិត្តល្អនិងខ្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គមកន្លែងនេះហើយគឺជាចំណុចដ៏សំខាន់មួយដែលយើងក្នុងនាមជាគ្រូបង្រៀនត្រូវតែចាបង្រៀនផងអប់រំផងចាហើយឪពុកម្ដាយក៏គាត់មានតួនាទីក្នុងការបង្ហាត់បង្រៀននៅផ្ទះបន្ថែមហើយក៏គាត់ត្រូវតែអប់រំណែនាំព្រៀនប្រដៅគ្នាចាព្រោះបើសិនជានៅផ្ទះឪពុកម្ដាយក៏អាចដែលបានអប់រំព្រៀនប្រដៅចាពីចំណុចខ្វះខាតផ្សេងរបស់កូនហើយបើមិនដល់សាលាគ្រូបានអប់រំណែនាំចាពន្យល់ហេតុផលផ្សេងពីចំណុចខ្វះខាតរបស់គាត់ទៀតថាតើក្មេងនោះនឹងទទួលរងផលខ្លះហើយគាត់អនាគតគាត់នឹងខ្លះទៅជាយ៉ាងណាពួកបើសិនជាចំណុចខ្វះខាតគាត់ចំណុចទូផ្សេងរបស់គាត់ហ្នឹងអត់ដែលមានអ្នកណែនាំអត់ដែលមានអ្នកអប់រំអត់ដែលមានអ្នកប្រាប់គាត់កែប្រែពីចំណុចតូចផ្សេងនោះគឺក្មេងហ្នឹងគឺនឹងនៅតែបន្តប្រកាន់ខ្ជាប់អាភាពខ្វះចន្លោះភាពមិនល្អអីផ្សេងហ្នឹងជាប់ជានិច្ចរហូតដល់អញ្ចឹងកន្លែងហ្នឹងហើយដែលខ្ញុំចង់បង្ហាញពីការក្រានលើកទូនាទីសំខាន់របស់គ្រូបង្រៀនគឺមិនមែនគ្រាន់តែបង្រៀនទេគឺយើងត្រូវតែចូលជាមួយនឹងការអប់រំចាហើយអ្វីដែលសំខាន់នោះចានៅពេលដែលបរិមាចាដាក់កូនមករៀននៅសាលារៀនភូមិភាគយើងគឺលោកគ្រូអ្នកគ្រូរបស់យើងបានចូលចំណែកក្នុងការទាំងបង្ហាត់បង្រៀននិងអប់រំតាំងពីថ្ងៃចូលដំបូងហ្នឹងម្ល៉េះចាព្រោះការអប់រំគឺពិសេសហើយយើងទាំងអស់គ្នានៅនេះគឺយល់អំពីចាហេតុនិងផលរបស់ក្មេងយល់អំពីចិត្តរបស់ក្មេងយល់អំពីអត្តចរិតរបស់ក្មេងថាយើងគួរជួយគាត់បែបណាអប់រំគាត់បែបណាណែនាំគាត់បែបណាដើម្បីគាត់ខ្លះជាក្មេងល្អសិស្សល្អហើយនឹងមានការចូលរួមល្អនៅក្នុងសាលាអញ្ចឹងដូច្នេះមិនបានអារម្មណ៍ទេអ្វីដែលចង់ដាក់កូននៅសាលារៀនហើយទៅមានការកំបល់អាចយកកូននៅសាលារៀនក្នុងខេត្ត